រុនសួស្តីបងប្អូនថ្ងៃទី18ខែ3ថ្ងៃនេះព្រិលធ្លាក់ទៀតហើយបងប្អូនអើយខែ3ហើយនៅព្រិលធ្លាក់ទៀតណានិយាយទៅប្រទេសកូរ៉េនៅក្នុងឆ្នាំនេះអាកាសធាតុដូចជាប្រែប្រួលដល់ហើយនៅខែ3ហើយនៅធ្លាក់ព្រិលច្រើនទៀតណាគាត់ថានៅក្នុងថ្ងៃនេះធ្លាក់ព្រិលផងភ្លៀងផងអញ្ចឹងណាបងប្អូនហើយចូលមកដល់ក្នុងរងបងប្អូនហើយល្ងិតឆឹងនឹងនៅពេលដែលព្រិលធ្លាក់ម្ដងគឺចូលដល់ក្នុងរងគឺល្ងិតដូចយប់អញ្ចឹងបងប្អូនព្រោះថានៅលើដំបូលនឹងគឺសិតតែកំណព្រិលនៅលើនឹងកន្លែងណាព្រិលធ្លាក់ចន្លោះអញ្ចឹងទៅរៀងភ្លឺហ្នឹងកន្លែងហ្នឹងព្រិលជ្រុះហើយប៉ុន្តែកន្លែងល្ងិតហ្នឹងគឺសិតតែព្រិលកូននៅលើដំបូលហៅសឿពេលមេឃធ្លាក់ព្រិលអញ្ចឹងបងប្អូនគឺត្រជាក់ស្ពឹកដៃស្ពឹកជើងពេលយើងធ្វើការពេលព្រឹកលើស្ពឹកដៃស្ពឹកជើងមែនតែនហើយពេលស្មល់នេះហ្នឹងរូបភាពនេះគឺជារូបភាពហូបបាយថ្ងៃត្រង់ហើយបងប្អូនហើយឈរចាំឡានតកែមកយកទៅធ្វើការពេលចូលធ្វើការហូបបាយថ្ងៃត្រង់ហើយអត់សូវត្រជាក់ហ្មងទេដោយសារតែព្រិលលែងធ្លាក់ហើយចាប់ផ្ដើមធ្លាក់ភ្លៀងវិញនិយាយទៅថ្ងៃនេះមេឃម្ដងបិទម្ដងបើកម្ដងបិទម្ដងបើកអញ្ចឹងថ្ងៃបងប្អូនព្រះអាទិត្យគឺជន់បាត់ជន់បើកអញ្ចឹងបងប្អូនហើយក៏អត់សូវត្រជាក់ខ្លាំងដែរព្រោះថាមានថ្ងៃនិយាយទៅពិបាកធ្វើការមែនតើនៅក្នុងថ្ងៃនេះអាពេលព្រឹកធ្វើការត្រជាក់ខ្លាំងស្ពឹកដៃស្ពឹកជើងឈឺចុងដៃចុងជើងអស់ហើយដល់ពេលថ្ងៃអត់សូវត្រជាក់អីបងប្អូនល្ងាពេលបិទថ្ងៃអញ្ចឹងទៅរងាដែរពិបាកធ្វើការដល់ពេលបើកថ្ងៃអញ្ចឹងក្តៅអញ្ចឹងពេលស្មានចិត្តអត់ត្រូវហ្មងក្នុងថ្ងៃនេះអាកាសធាតុនិយាយទៅពិបាកស្មានមែនតែនពួកខ្ញុំធ្វើការបងប្អូនហើយរៀងពិបាកលើកអាវពាក់ទៅស្រាប់តែក្តៅដល់ពេលដោះអាវចេញថ្ងៃបិទស្រាប់តែរងានិយាយទៅពិបាកមែនតែនស្រាប់តែប្រហែលជាម៉ោង4បងប្អូនហើយចេញមកក្រៅធ្លាក់តកកទៀតអស់ពីធ្លាក់ព្រិលធ្លាក់ភ្លៀងអស់ពីធ្លាក់ភ្លៀងធ្លាក់តកកនិយាយទៅនៅក្នុងថ្ងៃនេះមេឃធ្លាក់ព្រិលធ្លាក់ភ្លៀងធ្លាក់តកកប៉ងចង់ពេញមួយថ្ងៃបងប្អូនហើយរៀងល្ងាដែរហ្នឹងនោះបងប្អូនស្រីនោះគាត់លើកអាវពាក់ហើយចាប់ផ្ដើមល្ងាដល់ពេលគាត់ពាក់អាវហើយវាបើកថ្ងៃវិញនិយាយទៅថ្ងៃនេះបាក់ធ្វើការមែនតែនបាក់ធ្វើការហ្មងបងប្អូនអើយនិយាយទៅអាកាសធាតុក្នុងខែ3នេះរៀងពិបាកបន្តិចហើយព្រោះថាចិត្តចេញខែត្រជាក់អញ្ចឹងបងប្អូនវាចាប់ផ្ដើមម្ដងធ្លាក់ព្រិលម្ដងក្តៅម្ដងល្ងានិយាយទៅចង់ឈឺដោយសារអាកាសធាតុតែហ្នឹងបងប្អូនគេហៅថាល្ងាមមកដូចមន់អញ្ចឹងដូចមន់ចង់ខ្ញាល់អញ្ចឹងមនុស្សក៏ចង់ខ្ញាល់ដោយសារអាកាសធាតុដែរបងប្អូនអើយនៅក្នុងខែនេះនិយាយទៅពិបាកបន្តិចហើយដល់ពេលនៅក្នុងថ្ងៃហ្នឹងមេឃធ្លាក់ព្រិលធ្លាក់ភ្លៀងហើយតកែឲ្យប្រុសខាងខ្ញុំទៅជីកយករ៉ែដៃទៀតបងប្អូនរ៉ែដៃដែរតកែខ្ញុំដកហៅស៊ឺចេញនៅពេលយើងវានៅគល់ដាច់នៅក្នុងដីយើងគាត់ឲ្យប្រុសទៅជីកដែកបងប្អូនណាឲ្យគ្នាទៅទាំងក្តៅទាំងត្រជាក់អញ្ចឹងទៅនិយាយទៅធ្វើការនៅស្រុកគេយើងគ្មានសិទ្ធតវ៉ាតែកែប្រុសធ្វើអីធ្វើហ្នឹងហើយបងប្អូនហើយអ្នកចង់មកប្រទេសកូរ៉េអីត្រៀមចិត្តត្រៀមកាយទៅត្រៀមតែកម្លាំងធ្វើការឲ្យគេទៅឲ្យតែមានកម្លាំងធ្វើការមិនខ្វះទេលុយបងប្អូនអាចមកធ្វើការនៅប្រទេសកូរ៉េបានអ្នកដែលចង់មកអ្នកដែលសិក្សាហើយត្រៀមចិត្តត្រៀមកាយតែអ្នកដាក់ផ្នែកខាងកសិកម្មបងប្អូនហើយនិយាយទៅនៅក្នុងថ្ងៃនេះនិងក្នុងខែនេះគឺរៀងពិបាកក្នុងអាកាសធាតុបន្តិចប៉ុន្តែវាចិត្តចេញត្រជាក់ណាបងប្អូនហើយអ្នកមើលដុំតកកធ្លាក់មកហើយវីដេអូនឹងមានតែប៉ុណ្្នឹងហើយបងប្អូនអរគុណច្រើន